ជាដំបូងអ្នកគ្នាចុចពាក្យថា Start Window បូកជាមួយនឹងអក្សរ O ដោយអ្នកគ្នាវាយពាក្យថា TEMP បាទបន្តមកទៀតអ្នកគ្នាចុចពាក្យថា OK នៅត្រង់ចំណុចនេះអ្នកគ្នា Select All បាទហើយយើងចុចពាក្យថា Delete បាទកន្លែងនេះយើងចុចពាក្យថា Skip មកអ្នកគ្នាបាទកន្លែងនេះយើងគ្រីសមួយយើងចុច Skip ម្ដងទៀតអូខេបន្តមកទៀតយើងចុចខ្វែងបាទជំហានទី2គឺយើងចុច Start បូកជាមួយនឹងអក្សរ O ដូចគ្នាប៉ុន្តែកន្លែងនេះអ្នកគ្នាវាយពាក្យភាគរយ TEMP វាយភាគរយបាទតមកអ្នកគ្នាចុចពាក្យថា OK មកដល់ចំណុចនេះអ្នកគ្នាធ្វើដូចមុនដែរដោយចុច Control បូកអក្សរ A បាទយើង Select All មកតមកទៀតអ្នកគ្នាចុចពាក្យថា Delete រងចាំតិចទៅបាទនៅត្រង់នេះអ្នកគ្នាគ្រីសមួយយើងចុចពាក្យថា Skip បាទ Skip ទៀតបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះបាទបើសិនចូលចិត្តសូមជួយចុច Subscribe Channel របស់ខ្ញុំបាទផងនិងចុច Like Share បន្តទៅមិត្តភ័ក្តិអ្នកគ្នាដើម្បីទទួលបានចំណេះដឹងថ្មីៗពីខ្ញុំបាទនិងជួយ Follow Page អ្នកមួយផងបាទជំហានទី3เราจะចុចពាក្យថា Start Window បូកអក្សរ O ដដែលហើយនឹងចុចពាក្យថា Prefix ចុចពាក្យថា OK បាទនៅត្រង់នេះเราจะចុចពាក្យថា Continue តោះនេះយើង Select All ហើយយើងចុចពាក្យថា Delete មកបាទគ្រីសមួយចុចពាក្យថា Skip អូខេយើងចុចខ្វែងបាទជំហានទី4អ្នកនេះចុច Window បូកជាមួយនឹងអក្សរ O ដដែលដោយវាពាក្យថា WS Reset អូខេអ្នកគ្នាវាយតាមខ្ញុំមកបាទហើយយើងចុចពាក្យថា OK បាទនៅត្រង់នេះអ្នកគ្នាត្រូវភ្ជាប់នៅអ៊ីនធឺណិតបាទភ្ជាប់អ៊ីនធឺណិតអូខេវាកំពុងដំណើរការហើយបាទតែប៉ុណ្ណាគឺរួចរាល់ហើយបាទដល់ពេលវាចេញហើយយើងចុចពាក្យថា Close មកបាទជំហានទី5ដែលជាជំហានចុងក្រោយអ្នកថាចូលកន្លែង Try C បាទមកចូល Try C រកមកពាក្យថា Window បាទយើងបើកវាមកតមកទៀតអ្នកគ្នា Scroll អូសមកក្រោមដោយរកមកពាក្យថា Software Distribution បាទអ្នកគ្នាចុចបើកមកហើយយើងមើលកន្លែងពាក្យ Download បាទអ្នកគ្នាបើកកន្លែងពាក្យ Download យើង Select All យើងចុច Delete បាទអញ្ចឹងជំហានទាំង5នេះបាទអាចធ្វើឲ្យកុំព្យូទ័ររបស់យើងមានភាពដំណើរការល្អប្រសើរជាងមុនបាទអញ្ចឹងជំហានទាំង5នេះគឺយើងធ្វើបានរួចរាល់ហើយអ្នកគ្នាអាចធ្វើតាមខ្ញុំបាននោះកុំព្យូទ័ររបស់អ្នកគ្នានឹងដំណើរការល្អប្រសើរជាងមុនបាទបើសិនអ្នកគ្នាចូលចិត្តបាទកុំភ្លេចចុច Subscribe និងចុច Like Page ដើម្បីទទួលបានចំណេះដឹងថ្មីៗពីខ្ញុំបាទទៀតបាទជួបគ្នានៅវីដេអូក្រោយៗ